ចាប់ផ្ដើមពេលទី14ឡើងគេក៏បានឃើញថា Robinson ហ្នឹងគឺអត់មានអាគេស្គាល់គាត់ទេហើយគេពិតជាឆ្ងល់មែនតើថាអាស្អីដែលគាត់ពាក់កជាមូមើលទៅដូចស្អីចម្លែកដល់ហើយគេក៏និយាយថាបើតាមមើលលេខរៀងគាត់ហ្នឹងគាត់គឺ Robinson ហ្នឹងឯងកន្លែងនេះសូមចាត់តិចវគ្គមុនខ្ញុំថាគាត់ជាមនុស្សស្រីក៏ពិតគាត់ជាមនុស្សប្រុសទេហើយចូលតែរឿងក៏បានកាត់មក Johnny និង Jairo កំពុងតែនិយាយគ្នា Johnny បានប្រាប់ថាពួកយើងនឹងគឺបានមកដល់ឆ្ងាយចំនួនចម្ងាយ6ម៉ោងពីកន្លែងចាប់ផ្ដើមហើយបើសិនជាមើលតាមផែនទីពួកយើងគួរតែទៅដល់កន្លែងនោះហើយបើសិនជាពួកយើងនៅតែធ្វើដំណើរបន្តទៅតាមផ្លូវត្រូវនេះរហូតមានន័យថាពួកយើងនឹងអាចទៅដល់កន្លែងដែលមានទឹកផឹកបានហើយព្រោះថាចុះនេះគាត់ចង់ធ្វើឲ្យប្រកាសថាពួកគេជិះតាមផ្លូវត្រូវហើយនឹងមានសុវត្ថិភាពព្រោះថាបើសិនជាពួកគេទៅតាមផ្លូវមួយទៀតពួកគេនឹងមានគ្រោះថ្នាក់ហើយពួកគេនឹងក៏មិនអាចជិះសេះរបស់ខ្លួននឹងឡើងលើភ្នំបានដែរចែរោលើចនេះនិយាយគាត់ធ្វើដូចជាអត់ខ្វល់ចឹងតែគាត់ស្ងាត់មកជ្រឹកហើយចែរោក៏បានទាញមើលផែនទីហើយក៏និយាយថាអត់អីទេគ្រប់យ៉ាងគឺល្អឥតខ្ចោះហើយពួកយើងជិះតាមផ្លូវត្រូវហើយចនេះក៏បានសួរហើយមិនបានដឹងតែចនេះមើលទៅអត់ជឿចែរោទេព្រោះថាពេលដែលចនេះនិយាយមុនហ្នឹងគឺចែរោស្ងាត់មកជ្រាបតែចែរោក៏បាននិយាយថាវាមិនអីទេពួកយើងគឺជិះតាមផ្លូវត្រូវហើយព្រោះថាពួកយើងនឹងគឺបានជិះតាមពេញបោះហោះបកាច់ហើយនេះបាននិយាយថាចម្ងាយដែលយើងជិះគឺ80គីឡូម៉ែត្រដើម្បីទៅដល់កន្លែងផឹកទឹកហើយបើសិនជាពួកយើងហេតុតែជិះខុសផ្លូវបន្តិចគឺពួកយើងអាចនឹងបន្ថយជីវិតយើងដល់ស្លាប់បានហើយចែរោឯងអត់ដែលប្រាប់ខ្ញុំទេថាចែរោឯងអត់ដឹងពីវាខ្សាច់នឹងហើយមិនបានទៅខំអញ្ចឹងទៀតចែរោក៏តទៅវិញថាមិនបាច់ខ្វល់ទេតាជិះត្រូវគឺត្រូវហើយក៏បានសួរទៅចុះនេះថាក្បាច់ដែលគាត់រំលឹកចុះពីលើក្នុងសេះហ្នឹងចេះអីហើយឬមួយក៏ចុះនេះភ្លេចអត់ហើយតែកំពុងតែនិយាយគ្នាសងស្រាប់តែចែរោត្រូវបានវាប្រហារតែដោយសារតែ reflect គាត់នេះគឺលឿនតែបានធ្វើឲ្យចែរោនឹងគេចបានផុតដើម្បីនឹងត្រូវចូលកណ្ដាលមុខបាត់ហើយនៅពេលដែលពួកគេក៏លេចមើលទិសដៅដែលបាញ់មកគឺឃើញសម្បងមនុស្សម្នាក់ហើយចុះនេះក៏ឆ្ងល់ដែរថាស្អីគេវាប្រហារពួកគេមិញព្រោះថាការវាប្រហារអំបីមែនគឺពិតជាលឿនមែនតើតែធ្វើគាត់នឹងមើលអត់ទាន់ហើយដោយសារតែពួកគេមិនទាន់មើលឃើញសត្រូវច្បាស់លាស់ពួកគេក៏បានពុះនៅច្រាំងថ្មមួយដើម្បីលាក់បាំងកុំឲ្យសត្រូវនឹងអាចវាប្រហារពួកគេបានហើយចែរោក៏បានប្រាប់ចុះនេះថាអំបីមែនគឺមានស្អីមួយដែលបានហោះកាត់ពួកគេមកដែលមកពីខាងមុខយើងតែកំពុងតែនិយាយហ្នឹងស្រាប់តែការវាប្រហារហ្នឹងចូលមកម្ដងទៀតហើយដោយសារថាការវាប្រហារហ្នឹងគឺលឿននឹងរួមទាំងចែរោគាត់មិនបានចាប់អារម្មណ៍នេះនោះបានធ្វើឲ្យគាត់នឹងរងរបួសដែលនឹកស្មានមិនដល់ថាសត្រូវអាចវាប្រហារបាននឹងចុះនេះក៏បានទម្លាក់នៅការការពារខ្លួនហើយក៏បានធ្វើឲ្យខ្លួននឹងរយៈកជានឹងមានប្រហោងជាច្រើនដែលរបួសចែរងគឺពិតជាធ្ងន់ធ្ងរខ្លាំងមែនទែនហើយវាហូរឈាមមិនចេះឈប់ទេដែលកំពុងបារម្ភពីចែរោចុះនេះក៏ត្រូវបានវាប្រហារចំដៃរបស់គាត់ផងដែរហើយវាក៏បានធ្វើឲ្យអ្នកទាំងពីរនាក់គឺតក់ស្លុតផងដែរហើយមិនមែនតែចែរោទេសូម្បីតែចុះនេះក៏ត្រូវបានគេវាប្រហារផងដែរចឹងហើយមានន័យថាការវាប្រហារនេះមិនមែនសំដៅទៅលើចែរោម្នាក់ទេតែការវាប្រហាររបស់បុគ្គលម្នាក់ទៀតគឺបាញ់សាច់ដូចទឹកភ្លៀងចឹងហើយរបួសដែលបានចាក់ទៅលើស្បែកចុះនេះនឹងគឺវានៅតែបន្តចាក់ចូលស្បែករបស់ចុះនេះដែលធ្វើឲ្យចុះនេះឈឺចាប់ខ្លាំងមែនទែនហើយពួកគេទាំងពីរនាក់ក៏បានឃើញសម្មាមនុស្សម្នាក់កំពុងតែជិះសេះមករកពួកគេតែធ្វើឲ្យពួកគេនឹងគឺភ័យខ្លាំងមែនទែនដោយសារតែវាបាញ់មកច្រើនពេកហើយបើមើលទៅគឺចៃរ៉ូគាត់តក់ស្លុតជាងគេហើយចុះនេះវិញគាត់ក៏បានប្រាប់ទៅចែរោថាឲ្យចែរោនឹងគឺតាំងអារម្មណ៍ស្មារតីឡើងហើយការវាយប្រហាររបស់សត្រូវពិតជាចម្លែកមែនទែនព្រោះថាពួកគេមិនអាចធ្វើអីលើសត្រូវបានទេបើសិនជាមើលមិនឃើញបែបនេះហើយសូម្បីតែពួកគេពួននៅគៀនថ្មហើយគេនៅតែបាញ់ពួកយើងត្រូវទៀតទោះបីជាអ្នកវាយប្រហារនឹងនៅខាងមុខក៏ដោយចុះនេះបាននិយាយថាប្រហែលជាអ្នកវាយប្រហារនឹងគឺលាក់ពួននៅកន្លែងណាមួយហើយទើបពួកគេមើលឃើញហើយក៏បានវាយប្រហារនៅកន្លែងចំណុចណាមួយដែលពួកគេបានចាប់អារម្មណ៍ដែលកំពុងនិយាយចុះនេះគាត់ក៏សង្កត់សម្គាល់ឃើញថាដៃរបស់គាត់គឺមុតបលាដែលវាជាបលារបស់ដើមត្បូងយក្សហើយចុះនេះក៏នឹកឃើញថាអាហ្នឹងគឺគេហៅថា Cola នៅពេលដែលសត្វឬក៏អ្វីមួយបានចូលទៅជិតពួកវាជាការឆ្លើយតបនៃរំញ័រនៅក្នុងខ្យល់ថាមពលឬក៏
ប្លារបស់ដើមដំបូងយ៉ាងគឺវានឹងបញ្ចេញមកនឹងបាញ់ចេញពីដើមរបស់វាមកដោយសារតែខូឡាហ្នឹងគឺវារក្សាទុកនៃក្របរបស់វាគឺនៅក្នុងក្របម្ជុលនឹងឯងចុះនេះបានប្រើមាត់របស់ខ្លួននឹងដើម្បីខំក្របម្ជុលទាំងអស់ហ្នឹងដើម្បីឲ្យវាចេញមកហើយចុះនេះក៏និយាយថាក្នុងចំណោមដើមដំបូងយ៉ាងទាំងអស់ច្បាស់ជាមានដើមខូឡាមួយហើយចែរ៉ូក៏បាននិយាយថាចឹងអាហ្នឹងកំហុសណាគេទៅកំហុសពួកយើងដែលបានជិះមកតាមផ្លូវហ្នឹងឬក៏មានអាណាគេម្នាក់ចង់ដាក់អន្ទាក់ពួកយើងនៅទីនេះតាំងពីដំបូងមកចុះនេះគាត់ក៏បានប្រកាសដែរប៉ុន្តែអីដែលគាត់ដឹងនោះគឺចម្ងាយដែលដើមមកចូលរបស់ដំបងយ៉ាខូឡាហ្នឹងគឺវាតតែយើងទៅចិត្តវាខ្លាំងហើយចុះនេះក៏បន្តថាទោះបីជាកាន់កំភ្លើងក៏មិនអាចបាញ់តម្រង់មកអញ្ចឹងបានដែរលុះត្រាតែការតម្រង់គឺមកចូលយើងយកហ្មងហើយកំពុងតែនិយាយគ្នាច្រើនហ្នឹងក៏មានបរិសម្នាក់នោះម្ដងទៀតដែលគាត់ជិះសេះមកទៀតហើយដែលវាគឺពិតជាចិត្តពួកគេទៅហើយចុះនេះបាននិយាយថាច្បាស់ណាស់គឺជាបរិសម្នាក់ហ្នឹងហើយដែលបានវាប្រហារមកកាន់ពួកយើងហើយចៃរ៉ូក៏បានប្រាប់ចុះនេះថាពួកគេគឺនៅក្នុងគ្រោះថ្នាក់ហើយក៏ប្រាប់ឲ្យចុះនេះគឺរត់ហើយចុះនេះក៏យកស្រុកហើយក៏បានប្រាប់ថាឲ្យចៃរ៉ូរត់ដែលអ្នកវាប្រហារក៏បានតម្រង់មករកសេះចុះនេះប៉ុន្តែដោយសារតែមានខ្សែដែលបានជាប់នឹងសេះវាក៏បានបាញ់លើខ្សែនឹងវិញដែលធ្វើឲ្យវាដាច់ហើយធ្វើឲ្យចុះនេះធ្លាក់ទៅលើក្នុងសេះតែម្ដងហើយវាធ្វើឲ្យពួកគេញាប់ផ្អើលមែនតើព្រោះថាកម្លាំងបាញ់នេះគឺវាខ្លាំងមែនតើដល់ថ្នាក់បាញ់ខ្សែដែលគេចងដាក់កន្លែងសេះហ្នឹងគឺដាច់ហើយនៅពាក់កណ្ដាលខ្យល់ដែលកំពុងតែដួលនឹងចុះនេះក៏ត្រូវបានបាញ់ប្រមាណគ្រាប់ទៀតជោគកណ្ដាលមុខគាត់ហើយចុះនេះក៏ពោលថាបាញ់ច្បាស់ពេកហើយយើងក៏បានដឹងថាអ្នកដែលបានវាយប្រហារនោះគឺ Robinson ដែលគាត់តាមពីក្រោយពួកគេនឹងគឺដុតជាប់មែនតើហើយចុះនេះបានធ្លាក់ទៅលើខ្នងសេះនេះវិញគឺបានដេកប្រកាប់មុខនឹងខ្ទប់មុខរបស់គាត់ហើយចៃរ៉ូក៏បានប្រាប់ឲ្យចុះនេះឡើងសេះលឿនទៅប៉ុន្តែមើលមកចុះនេះវិញគឺគាត់បានរបួសផ្នែកទាំងសងខាងបាត់ហើយដែលមើលទៅគាត់ប្រហែលជាមិនអាចធ្វើដំណើរបានទៀតទេរីឯចៃរ៉ូវិញដែលពេលដែលបានឃើញទស្សនវិជ្ជាបែបនេះគាត់គឺតក់ស្លុតខ្លាំងមែនតើចុះនេះវិញទោះត្រូវរបួសផ្នែកក៏ដោយគាត់នៅតែស្រវេសវ៉ានឹងវារកផ្លូវដើម្បីបន្តទៅមុខដោយភាពជឿជាក់វាខ្លាំងកន្លែងខ្ញុំមើលស្រាវជាងពេលចៃរ៉ូដាច់កញ្ចៀកទៀតតែចៃរ៉ូចង់បកមកវិញដើម្បីជួយចុះនេះប៉ុន្តែចុះនេះនិយាយថាមិនអីទេបន្តទៅមុខទៅគាត់តែមានឈាមចូលក្របផ្នែកខ្ញុំតែប៉ុណ្ណោះប៉ុន្តែក្របផ្នែកខ្ញុំគឺអត់កាត់អីទេហើយចុះនេះក៏បាននិយាយថាខ្ញុំបានសន្យាហើយថាពួកយើងនឹងទៅដល់កន្លែងទីឬ2នាក់ហើយពួកយើងគឺនៅតែជាគូប្រជែងគ្នារហូតការប្រណាំងគឺជាការប្រណាំងវាគ្មានហេតុផលអីដែលឲ្យឯងចាំខ្ញុំទេខ្ញុំនឹងដេញឯងឲ្យទាន់ហើយយកឈ្នះនៅពេលដែលខ្ញុំជូតឈាមរបស់ខ្ញុំចេញពីផ្នែកអស់ចៃរ៉ូបានស្កាត់មុនមួយសន្ទុះហើយក៏និយាយថាអូខេអញនឹងទៅខាងមុខដើម្បីតនចង្រៃមួយនោះពួកយើងគឺជាគូប្រជែងគ្នាចឹងហើយយើងនឹងទៅមុនឯងហើយចុះនេះក៏យកស្រុកឲ្យប្រាប់ឲ្យចៃរ៉ូទៅលឿនទៅហើយចៃរ៉ូក៏បានជិះសេះរបស់ខ្លួនទៅមុខបន្តទៀតដែលទុកឲ្យចុះនេះអង្គុយនៅក្បែរថ្មដោយភាពឈឺចាប់នៅផ្នែករបស់គាត់ហើយចៃរ៉ូក៏បានជិះតម្រង់ទៅរក Robinson តែម្ដងដោយដៃរបស់គាត់កំពុងតែបង្វិល Steel Ball ដែលឃើញដូចនេះចៃរ៉ូគឺភ្ញាក់ផ្អើលជាខ្លាំងហើយក៏ស្រែកប្រាប់ចៃរ៉ូថាកុំឲ្យប្រើបាល់នឹងអីចៃរ៉ូនឹងត្រូវដកចេញពីការប្រកួតដោយសារតែប្រើប្រាស់អាវុធម្យ៉ាងទៀតពួកគេនឹងគឺគ្មានពលតាំងទេដែលបញ្ជាក់ថាបរិសម្នាក់គឺជាអក្រិតជនហើយមួយទៀតនោះគឺចៃរ៉ូគឺធ្លាប់បានពមៀនម្ដងហើយបើសិនជាធ្វើម្ដងទៀតគឺត្រូវដកឈ្មោះហើយដែលបំរុងយកបាល់នឹងគប់ទៅលើ Robinson ហើយយើងក៏សម្គាល់ឃើញថា Robinson នឹងគឺគាត់បានប្រាស់ធម្មពលស្អីមួយនៅក្នុងផ្នែកខាងឆ្វេងរបស់គាត់ដែលគ្រាន់តែចៃរ៉ូគប់បាល់ទៅភ្លាមពេលនោះស្រាប់តែមានសត្វល្អិតជាច្រើនចេញមកពីផ្នែកខាងឆ្វេងរបស់ Robinson ដែលអាសាល្អិតទាំងអស់ហ្នឹងក៏បានវាយប្រហារលើចៃរ៉ូហើយក៏ធ្វើឲ្យថង់ដែលដាក់បាល់របស់ចៃរ៉ូជ្រុះធ្លាក់អស់លេង Robinson ក៏បានដើរមករួចនិយាយថានៅពេលមួយមានភូមិទូចមួយនៅវាលខ្សាច់បានមានការប្រកួតរង្ហោជាមួយអ្នកដែលបានវាយមួយស្មើចាញ់នឹងត្រូវបានចងជាមួយនឹងបន្លាខូឡូហើយពួកគេនឹងត្រូវបានស្លាប់ដោយយឺតបំផុតហើយនៅក្នុងរូបភាពដ៏សាហាវហើយគាត់ក៏បាននៅក្នុងហេតុការណ៍នោះផងដែរហើយដើម្បីឃ្លាតខ្លួនឲ្យឆ្ងាយពីអ្នកដទៃគាត់ក៏បានប្រើតិចនិចមួយលើខ្លួនរបស់គាត់ដែលបានធ្វើឲ្យគាត់នឹងមានថាមពលខ្លាំងហើយ Robinson ក៏បាននិយាយថាវាគឺជាសម្ពាធនៃល្បឿនគាត់បានបន្ថែមទៀតថាសត្វពស់សត្វល្អិតទាំងនេះគឺវាហោះទៅជុំវិញដើមខូឡាដែលវាបានធ្វើឲ្យដើមនោះគឺវាបាញ់ចេញតែម្ដងដូចនេះហើយជារបៀបដែរដើមដំបងយក្សខូឡាបាញ់ចំពួកគេដែលវាធ្វើឲ្យចុះនេះភ្ញាក់ផ្អើលជាខ្លាំង Robinson បាននិយាយថាគាត់បានប្រាប់ពីអាប់កំបាំងរបស់គាត់មុនពេលដែលគាត់នឹងគឺសម្រាប់ពួកគេទាំងអស់គ្នាគាត់នឹងមិនឲ្យនរណាគេគឺអាចប្រណាំងនឹង
យកឈ្នះគាត់បានទេហើយចៃរ៉ូបាននិយាយថាទីបំផុតមានអ្នកគិតដូចខ្ញុំហើយចៃរ៉ូក៏សួរ Robinson ថាឯងគិតថាឯងបោះបាល់អញចូលទៅក្រោមដីហើយមានរឿងអីកើតឡើងមែនហើយនឹងបំភ្លេចបាល់ដែលមានតម្លៃរបស់អញនឹងមែនភ្លាមនោះកន្លែងដែល Robinson កំពុងតែឈរនឹងស្រាប់តែរង្គើហើយគាត់ក៏និយាយថាអញប្រហែលជាអត់អាចតម្រង់បានច្បាស់ដូចជាឯងទេប៉ុន្តែរំញ័រដែលវាកំពុងតែកើតឡើងគឺវានៅក្រោមជើងរបស់ឯងនឹងឯងបានធ្វើឲ្យការរត់ចេញរបស់ឯងនឹងគឺវាពិបាកហើយដោយសារតែសម្ពាធនៃខ្យល់ដែលនៅខាងក្រោមដីធ្វើឲ្យដំបងយ៉ាកូឡូក៏បានបាញ់ចំទៅលើ Robinson ចំតែម្ដងចុងក្រោយយើងបានឃើញថា Mountain Team គឺនៅតែតាម Robinson តាមដានជើងសេះរបស់គាត់បន្តទៀត